ខ្ញុំជួយអ្នកភូមិចិញ្ចឹមជ្រូកមួយឆ្នាំចំណេញសុទ្ធ10តែគេចោទថាខ្ញុំយកកម្រៃរកលុយយកថែមទាំងថាបើដឹងមុនសម្រាប់ជ្រូកទាំងអស់ចោលឲ្យត្រីស៊ីក៏មិនឲ្យខ្ញុំបានលុយមួយឆ្នាំទី2ខ្ញុំលែងជួយគេចិញ្ចឹមទៅជួយភូមិហុងគោដែលនៅក្បែរនោះចិញ្ចឹមជ្រូកខ្មៅធម្មជាតិមិននឹកស្មានថាចំណេញយ៉ាងច្រើនភូមិបៃស៊ុយវិញព្រោះតែកែប្រែធ្វើឲ្យជ្រូកឆ្លងជំងឺស្លាប់អស់ឃើញប្រាក់ពីនៃខូចកិច្ចសន្យាគេយំអង្វរឲ្យខ្ញុំត្រឡប់ទៅសៀវយ៉ានប្រាក់ពីនៃខូចកិច្ចសន្យាថ្លៃណាស់ភូមិយើងខូចខាតអស់ហើយឯងទៅមើលគាត់ផងខ្ញុំគ្រាន់តែញឹមអ្នកដែលដេញខ្ញុំចេញពីដើមមិនមែនអ្នកទេបងប្អូនអ្នកភូមិទាំងឆ្នាំនេះកសិដ្ឋានជ្រូកភូមិយើងចំណេញសុទ្ធ10លានយន់នេះជាគុណសម្បត្តិរបស់ចេញយ៉ាមកយើងប្រោះពេងគ្នាប្រោះពេងអ្នកទាំងអស់គ្នាសប្បាយនេះគ្រាន់តែជាចំនួនទីចំនួនក្រោយដល់ពេលប្រាក់ចំណេញអាចកើនឡើងតែការប្រយុទ្ធខ្សែសង្វាក់ត្រជាក់ត្រូវពង្រីកបន្ថែមអ្នកទាំងអស់គ្នាខំប្រឹងបន្តិចពីថ្ងៃនេះថាតើយើងគួរតែពិនិត្យកណេឲ្យច្បាស់ទេជាងស៊ឺឯងស្រវឹងអីម្លេះកណេមិនមែនកណេឲ្យក៏ពិនិត្យរួចហើយទេពិនិត្យម្សិលមិញជាកណេខ្លាំងៗនេះជាអ្វីដែលក្នុងទីក្រុងទៅពិនិត្យវិក័យចេញយ៉ានប្រាប់យើងថាថ្លៃគឺ3យន់ក្នុងមួយតែតាមពិតទៅខ្ញុំឲ្យគេពិនិត្យចំណីដែលគាត់សមេស្ថិតដូចគ្នានឹងចំណីធម្មតាតម្លៃសូដូចគ្នាបេះបិទម្យ៉ាងប្រព័ន្ធគ្រប់គ្រងបរិស្ថានឆ្លាតវៃដែលគាត់ថាទិញឧបករណ៍តម្លៃ1.5ខ្ញុំពិនិត្យមួយឆ្នាំនេះចេញយ៉ានយ៉ាងហោចយកកម្រៃពីយើងចិត្ត2លានយន់ព្រះឲ្យខ្ញុំថាហើយអត់មានរឿងល្អបែបខ្ញុំថាហេតុអីគាត់រត់មកជួយយើងឲ្យដឹងថាលុយទាំងអស់ចូលហោប៉ៅគាត់វិញខ្មៅណាស់សូម្បីតែគ្រួសារចេញស៊ីវែងអត់ចិត្តអត់ថ្លើមទេសៀវចឹងឯងទៅរកគេពិនិត្យអីចំណីធម្មតាមានតែពោតសណ្ដែកកន្ទុកចំណីខ្ញុំដាក់ប្រូបាយអូទិកនិងអង់ស៊ីមសង់ប្រូបាយអូទិកខ្ញុំដាំដុះខ្លួនឯងពូជបាក់តេរីទិញតាមផ្សារអត់បានឯងពិនិត្យឃើញអីប្រព័ន្ធឆ្លាតវៃ1លាន5ក៏មានតែបន្តិចស្នូគឺក្បួនដោះស្រាយនិងបណ្ដាញក្បួនដោះស្រាយនោះការនៅស្ថានជ្រូកមានក្រុមហ៊ុនចង់អត់លក់ទេព្រោះចង់យកឯងឲ្យខ្ញុំគិតលុយខ្ញុំ3សែន5សែនគុំមកអួតពាក្យច្បាប់ចាំងសេយកផុសតាំងមកបោះមុខខ្ញុំយើងគិតថាឯងជាអ្នកមិនចង់ឲ្យពលឡៅឯងប្រកូលត្រាហាគុំមកនិងសោទូគ្រប់គ្រងឆ្លាតវៃពីថ្ងៃនេះកសិដ្ឋានជ្រូកភូមិបៃស៊ុយអត់ឲ្យឯងមើលទេដឹងថាគេគិតថាគំរូដំណើរការរកលុយបានហើយខ្ញុំអត់មានប្រយោជន៍ទេបងឯងប្រកាសថាធ្វើបែបនេះឧបករណ៍ប្រព័ន្ធឆ្លាតវៃទិញដោយលុយខ្ញុំបច្ចេកវិទ្យាស្នូនៅក្នុងក្បាលខ្ញុំឯងដេញខ្ញុំចេញមិនខ្លាចអីវ៉ាន់នេះខូចទេចិញ្ចឹមជ្រូកអ្នកណាគ្រាន់តែឲ្យចំណីសម្អាតលាមកតប្រព័ន្ធឆ្លាតវៃក៏គ្រាន់តែកុំព្យូទ័រខូចអត់ឯងជាអ្នកបិទឈាមយើងចំណេញជាងចេញពីទីនេះទៅហើយសងលុយដែលបោកយើងមកមនុស្សទាំងនេះកាន់ចប់ដេញខ្ញុំចេញអើយត្រឡប់មកវិញឯងកំសាកខ្ញុំអត់និយាយទេដើរស្ងាត់ទៅការិយាល័យយោស្ថាត្រៀមដកសិទ្ធិឧបករណ៍គ្រប់គ្រងម្រាមដៃខ្ញុំព្យួរលើប៊ូតុង Enter ឈប់ប៉ុន្មានវិនាទីក្បួនដោះស្រាយនេះខ្ញុំសរសេរអស់3ឆ្នាំប៉ារ៉ាម៉ែត្រនីមួយខ្ញុំកែច្រើនដងកូដនីមួយខ្ញុំវាយដោយដៃការខ្ញុំជានាយកបច្ចេកទេសនៅស្ថានធំដោយសារក្បួនដោះស្រាយនេះអត្រារស់រានកើនឡើង 15% ថៅកែដំឡើងប្រាក់ខែ2ដងឥឡូវខ្ញុំត្រូវលុបវាចោលដោយដៃខ្លួនខ្ញុំទាញខ្សែភ្លើងកុំព្យូទ័រដាក់កាបូបដោះស្រាយរឹងព្រំថងការពីអគ្គិសនីដាក់ក្នុងកាបូបនោះជាប្រព័ន្ធគ្រប់គ្រងបរិស្ថានឆ្លាតវៃរបស់ខ្ញុំ4ដោះស្រាយគ្រប់គ្រងសីតុណ្ហនិងរូបមន្តប្រូបាយអូទិកចំណីពិសេសទាំងអស់នៅក្នុង drive ឧបករណ៍ផ្នែករឹងខាងក្រៅដូចជាឧបករណ៍ចាប់សញ្ញាឧបករណ៍បញ្ជានិងកង្ហាប័ណ្ណទំនាក់ពិតខ្ញុំចំណាយលុយ180តែបើគ្មានក្បួនដោះស្រាយវាគ្រាន់តែបង្ហាញទិន្នន័យគ្មានន័យពេលគេបែកមុខហើយខ្ញុំមិនចង់ទៅត្វាតុលាការគេយកផ្នែករឹងទៅក៏គ្រាន់តែសម្បល់គ្មានក្បួនដោះស្រាយកែប៉ារ៉ាម៉ែត្រមិនដល់កន្លះខែក៏ខ្លាយជាដាច់អេតខ្ញុំពាក់កាបូបដើរចេញយ៉ាងលឿនចេញពីរោងចក្រដល់មាត់ភូមិឡាន Mark Benz ខ្មៅឈប់ស្ងាត់នេះជាឡានប្រណីថ្នាក់ភ្លើងមុខភ្លឺដូចកាំបិតបំភ្លឺផ្លូវខាងមុខទ្វារឡានបើកបរោះវ័យកណ្ដាលស្លៀកឈុតសក់ឡើងចុះមកលោកវាំងមកដោយខ្លួនឯងទេជ្រូកយើងដាក់រួចហើយចេញដំណើរភ្លាមខ្ញុំធ្លាប់ពីឈ្មោះគាត់ការនៅស្ថានធំក្រុមហ៊ុនជីនលីជាក្រុមហ៊ុនចិញ្ចឹមជ្រូកធំចេញជ្រូកជាង1លានក្បាលក្នុងមួយឆ្នាំគ្រប់គ្រងខ្សែសង្វាក់ទាំងមូលគាត់ឈ្មោះវ៉ាន់ខាអនុប្រធានក្រុមហ៊ុនជីនលីខ្ញុំធ្លាប់ពីឈ្មោះគាត់ការនៅស្ថានធំជីនលីជាក្រុមហ៊ុនចិញ្ចឹមជ្រូកធំជាងគេក្នុងក្រុងចេញជ្រូកជាង1លានក្បាលថ្មីនេះពង្រីកខ្លួនលេបត្របាក់ក៏ស្ថានតូចពិធីសាស្ត្រពិតជាមើលទៅនេះហើយជាហេតុផលដែលចៅហ្វូហ្វួយនិងចៅឈៀងហ៊ានបណ្ដេញខ្ញុំចេញពួកវាមកហើយលោកចិនខ្ញុំធ្លាប់តែឈ្មោះយូហើយនិយាយត្រង់ទៅប្រព័ន្ធគ្រប់គ្រងអាកាសធាតុឆ្លាតវៃដែលអ្នកពិតជាស្អាតមែនចំណាយអស់180ម៉ឺនជួយយើងធ្វើការងារបច្ចេកទេសមុនគេហើយលោកវាំងអ្នកអោពេកហើយមើលទៅខ្ញុំដឹងថានៅលើទីផ្សារទិញឧបករណ៍បានងាយតែក្បួនដោះស្រាយស្នូគឺនៅក្នុងក្បាលខ្ញុំបើគ្មានក្បួនដោះស្រាយឧបករណ៍នោះក៏គ្មានតម្លៃអីដែរថ្ងៃក្រោយចូលរដូវសង្ឃឹមថាអ្នកចេះដោះស្រាយបញ្ហាកម្ដៅក្នុងស័ព្ទអ្នកបច្ចេកទេសរបស់អ្នកយកភាសាលោកចិនកុំបំភ័យគេគ្រាន់តែខ្យល់ចេញចូលយើងមានអ្នកមិនអាចដោះស្រាយឧបករណ៍ចឹងសាកមើលចិនអ៊ីអ្នកនឹងស្ដាយក្រោយអ្វីដែលខ្ញុំស្ដាយជាងគេគឺការវិលមកភូមិនេះវិញលោកវាំងអ្នកមកពីឆ្ងាយរកខ្ញុំពិតជាមិនស្រួលចិត្តណាស់តែខ្ញុំត្រូវនិយាយឲ្យច្បាស់ពីក្រុមហ៊ុនឲ្យលក្ខខណ្ឌល្អដល់អ្នកក៏ត្រូវធានាគុណភាពដែរក្នុងកិច្ចសន្យាមានកិច្ចព្រមព្រៀងបន្ថែមមួយបើសាច់ជ្រូកគ្មានខ្លាញ់ក្រោម 60% ឬរកឃើញសារធាតុបន្ថែមខុសច្បាប់មិនត្រឹមតែត្រូវសងលុយវិញតែត្រូវសងក្រុមហ៊ុន10ដងជាប្រាក់ពិន័យគ្មានបញ្ហាទេគ្មានបញ្ហាជ្រូកនេះល្អណាស់ចាំងសីចុះហត្ថលេខាខ្ញុំឈប់នៅក្នុងភាពងឹតងាកមើលក្រោមពន្លឺព្រះច័ន្ទចៅជាងកំពុងចុះហត្ថលេខាលើក្រណាត់ឡើងមុខខ្ញុំដូចនឹងខ្លាយជាពិន័យ10ដងខ្ញុំគិតក្នុងចិត្តស្ងាត់ជ្រូកនៅភូមិបៃស៊ុយមើលទៅខាងក្រៅមិនឃើញបញ្ហាទេតែការពិតដងស៊ីតិចចិញ្ចឹមខ្ពស់ពេកចំណីធ្ងន់ពេកសុខភាពនៃជ្រូកនិងជ្រូកដែលដាំស្រាក៏ចុះខ្សោយពេលជួបអាកាសធាតុក្តៅបញ្ហាកម្ដៅនឹងផ្ទុះឡើងគ្រប់ពេលនោះមិនមែនស្លាប់មួយពីរក្បាលទេគឺស្លាប់រាប់សន្លឹក6លានយន់ចៅហ្វូគីមិនអាចសង្វិញទេក្រុមហ៊ុននេះមិនមែនមកធ្វើសប្បុរសធម៌ទេគេចង់នៅភូមិបៃស៊ុយច្របាច់យកចំណេញចុងក្រោយរួចប្រើក្រដាសប្រាក់ពិន័យ
យកកសិដ្ឋានជ្រូកភូមិបាយសួយបញ្ចូលជាកម្មសិទ្ធិគេដោយស្របច្បាប់3ម៉ោងក្រោយមកខ្ញុំទៅដល់ភូមិហួងកៅចម្ងាយ15គីឡូម៉ែត្រនៅទីនោះភ្នំរៀងទេដីរៀងក្រៃក៏ដីប្រៃខ្លាំងយុវជនរត់ចេញអស់នៅសល់តែមនុស្សចាស់និងខ្ញុំដើរទៅមុខរោងអាត់ចាស់លីឡូស៊ូនអាយុ65ឆ្នាំកំពុងអង្គុយស៊ីដំឡូងឆ្កដង្ហើមធំអូនេះមិនមែនកូនគ្រូថាមើលចង់ប្រៃខ្លាយដីទៅជាមាសទេកូនចេនកុំលេងសាច់នឹងពូចាស់ដីនេះស្ងួតរហូតស្មើមិនដោះឯណាទៅបានមាសជ្រូកធម្មតាមិនអាចរស់បានតែប៉ុន្មានឆ្នាំនេះនៅស្ថានធំខ្ញុំទើបរកឃើញវិធីសម្រាប់ដីរៀងទេបច្ចេកទេសចិញ្ចឹមជ្រូកបែបជ្រូកដែលចិញ្ចឹមក្នុងបរិស្ថាននេះសាច់រឹងខ្លាំងគ្មានក្លិនស្អុយខ្ញុំហៅវាថាជ្រូកសាច់1គីឡូលក់បាន60យ៉នឯងឈួតហើយ60យ៉ន1គីឡូកូនចេនឯងក្តៅខ្លួនលាក់លៀមទេភូមិយើងមានលុយតិចយកអីទៅធ្វើខ្ញុំចេញលុយឲ្យខ្ញុំបញ្ចាំផ្ទះនៅក្រុងបាន3លានយ៉នយកទៅសង់ហេដ្ឋារចនាឯងឈួតហើយមិនខ្លាចខាតទេខ្លាចប៉ុន្តែខ្លាចស្ដាយពេញមូលីខ្ញុំចេញបច្ចេកទេសនិងថាវិការចំណេញខ្ញុំយក70ប្រាក់ចំណេញខ្ញុំយក7ភូមិយក3%ហ៊ានភ្នាល់ជាមួយខ្ញុំទេឈ្នះភ្នាល់ភូមិយើងមានផ្ទះល្វែងគ្រប់គ្នាចាញ់ភ្នាល់ខ្ញុំទៅសុំទានឯងគ្រាន់តែខាត់កម្លាំងដីនៅតែជាដីឯងធ្វើទៅភូមិយើងក៏រហូតខ្មោចមិនហ៊ានមកមានអីខ្លាចទៀតស្អែកខ្ញុំវីស្កហើយអ្នកភូមិទាំងអស់គ្នាឲ្យឯងជីកដីពិនិត្យទៅប្រជុំនៅលដុតបងប្អូននេះគឺចេញយ៉ានមកពីភូមិបាយសួយគាត់ចង់ឲ្យយើងចិញ្ចឹមជ្រូកទឹកក៏គ្មានផឹកជ្រូកផឹកអីមកបបលុយខ្ញុំមិនយកលុយឯងមួយខ្ញុំចេញបច្ចេកនឹងកូនជ្រូកខ្ញុំចេញឯងគ្រាន់តែចេញកម្លាំងចំណេញខ្ញុំយក7ភូមិយក3%ខាត់ខ្ញុំទទួលឯងនិយាយពិតមែនចុះហេតុអីឯងជួយយើងគ្រូខ្ញុំឈ្មោះចាងជំនាញមិនមែនយកមករកឯងមិនទុកចិត្តខ្ញុំតែទុកចិត្តគ្រូខ្ញុំចាងដឺហូបានទេថ្ងៃមុនកូខ្ញុំចិត្តស្លាប់គាត់ដើរ30គីឡូមកជួយកណ្ដាលអាធិបមិនយកលុយ1សេនសិស្សចាងដឺហូខ្ញុំជឿជីវិតអត់តម្លៃភ្នំម្ដងធ្វើមួយខែទៀតខ្ញុំនៅភូមិហួងកៅក្រោមកម្ដៅ37.8អង្សាភូមិជីកប្រឡាយទឹកមនុស្សចាស់ដៃដាច់ពងបែកមិនហ៊ានត្អូញខ្ញុំដាក់ក្រែបង្កាត់ដោយខ្លួនឯងពេលស្រទាប់ប្រុសមីក្រូបពិសេសពូជ្រូកខ្ញុំយកពីស្ថានធំដបតូចមួយមានតម្លៃរាប់ពេលខ្ញុំសាងសង់នៅភូមិហួងកៅបាយសួយកំពុងសប្បាយនឹងលុយជ្រូក200ក្បាលដំបងដឹកឡានទឹកជញ្ជូនឲ្យទទួលលុយ60ម៉ឺនយ៉នឃើញអត់ខ្ញុំថាហើយថាឆេនយ៉ានវីជាអ្នកបោកប្រព័ន្ធឆ្លាតវៃក៏គ្រាន់តែកុំព្យូទ័រយើងចិញ្ចឹមជ្រូកខ្លួនឯងក៏រកលុយបានដែរប្រាក់ប៉ុន្មានសែនត្រូវចោលឈ្មោះឆេននោះបំផ្លាញអ្នកភូមិស្រែកអបអរដើម្បីតែរកចំនួនជ្រូកគេឈប់ចាក់ថ្នាំតាមវិធីវិទ្យាសាស្ត្របង្រួមកន្លែងរស់នៅឈប់ប្រើចំណីពិសេសបដូរយកចំណីថោកដោះឧបករណ៍ចាប់សញ្ញាឆ្លាតវៃចេញរបស់ឥតប្រយោជន៍នេះបើខ្យល់អតិបរិមាទៅមិនត្រូវការឧបករណ៍ចាប់សញ្ញាគេមើលតែផលចំណេញនៅមុខមិនដឹងថារដូវក្តៅជិតមកដល់ពាក់កណ្ដាលខែសីហាចូលសប្តាហ៍ក្រោយសីតុណ្ហភាពឡើងដល់40ភូមិបាយស្វ័យសីតុណ្ហភាពចាក់ថ្នាំ35ចៅជាងគិតតែពីលុយ9សែនយ៉ននៃចំណខ្វល់អ្វីទាំងថ្ងៃនេះជីនលីឡៃដឹកជ្រូក300ក្បាលចំនួនទី2លុយ9សែនយ៉នឆាប់ខ្លាយជាអ្នកមានហើយសប្តាហ៍ក្រោយសីតុណ្ហភាពខ្ពស់បំផុត40អង្សាឡានដឹកត្រូវពន្លឺសីតុណ្ហភាពក្នុងឡានលើ50ជ្រូកចង្អៀតដកដង្ហើមពិបាកម៉ាស៊ីនត្រជាក់គ្មានក្បួនគ្រប់ខ្យល់ត្រជាក់បក់តែជ្រូកមិនត្រូវខ្យល់ឡានបើក4ម៉ោងទៅដល់រោងដំបើកទ្វារឡានក្លិនស្អុយហុយអ្នកនៅរស់ក៏ចិត្តស្លាប់វ៉ាងខៃលើកទូរស័ព្ទមុខត្រជាក់ដូចទឹកកកប្រាប់អ្នកប្រមាញ់ឲ្យប្រមូលសំណាញ់លោកចៅជ្រូក300ក្បាលដែលអ្នកដឹកមកថ្ងៃនេះស្លាប់អស់ហើយតាមកិច្ចសន្យាលុយ9សែនយ៉ននៃចំនួននេះរួមទាំងប្រាក់ពីនៃចំនួនទី1សរុប9លោកវាងស្ដាប់ខ្ញុំសិនបិទមាត់កិច្ចសន្យាអ្នកចុះហត្ថលេខាគឺហ្វេជួបគ្នាតុលាការជាងសីជ្រូកស្លាប់អស់ហើយវាងកៃចង់ឲ្យយើងសងប្រាក់960ម៉ឺនយ៉នឯងនិយាយលេងរេអត់លេងទេចៅវួយគួយរត់បាត់ហើយលេខតែអ្នកហៅបានបិទហើយហាតាមកិច្ចសន្យាមាត្រាទីហ្វាំងត្រូវចេញពីដីក្នុងរយៈពេល7ថ្ងៃចៅឆាំងត្រូវប៉ូលីសចាប់យកទៅប្រពន្ធគាត់រត់តាមឡានប៉ូលីសយំចៅវួយគួយយកលុយរត់ចេញពីភូមិបាយសុយវិនិច្ឆ័យអស់ហើយសៀវយ៉ានភូមិបាយសុយវិនិច្ឆ័យហើយចៅឈួនស្លាប់ហើយចៅវួយគួយរត់បាត់ឆាំងជឿត្រូវគេចាប់សៀវយ៉ានឯងនឹងត្រឡប់មកវិញទេលីវស៊ឺឲ្យខ្ញុំគិតសិនខ្ញុំដាក់ទូរស័ព្ទអង្គុយនៅមុខផ្ទះឡានសេ1ម៉ោងមេឃចាប់ផ្ដើមភ្លឺឯងចង់ត្រឡប់ទៅវិញអូឯងមិនស្អប់គេទេធ្លាប់ស្អប់តែស្អប់ទៅមានប្រយោជន៍អីស្អប់ហើយអាចទិញភូមិបាយសុយត្រឡប់មកវិញចឹងឯងចង់ធ្វើអីឯងនៅតែជឿគេខ្ញុំមិនជឿគេទេតែខ្ញុំជឿពាក្យគ្រូជំនាញមិនមែនយកមកគឺយកមកជួយមនុស្សថ្ងៃទី3អ្នកភូមិបាយសុយរាប់សិបអ្នកមកឈុំមកកស្ថានសៀវយ៉ានអញអត់ខ្មាស់គេទេខ្ញុំទម្លាក់ចប់ដើរចេញទៅសៀវយ៉ានភូមិយើងអស់លទ្ធភាពហើយជ្រូកស្លាប់អស់លុយខាត់អស់គ្រួសារជាច្រើនគ្មានលុយហូបបានយីវាងប្តីស្លាប់ពីម្សិលមិញមិនមែនស្លាប់ដោយក្រោធសៀវយ៉ានយើងសុំទោសឯងពីមុនមិនគួរស្ដាប់ចៅមិនគួរជេរឯងយើងមិនមែនមនុស្សខ្ញុំខ្វាក់ភ្នែកមានកូនចៅបើឯងមិនជួយទេគ្រួសារយើងវិនាសក្រោកទាំងអស់គ្នាខ្ញុំថាក្រោក
សៀវយ៉ានបើអូនមិនព្រមទេពួកយើងមិនក្រោកទេខ្ញុំនឹងត្រឡប់តែមិនមែនទៅសម្អាតក្រោយចៅហ្វូជំនាញខ្ញុំនៅភូមិហុងកៅអាចយកទៅប្រាក់ណាចង់ជាខ្ញុំផ្ដល់ជំនាញកូនជ្រូកនិងអ្នករាល់គ្នាផ្ដល់កន្លែងចំណេញមកចែកតែមានច្បាប់មួយលើកនេះជំនាញជារូបមន្តក៏ជារបស់អ្នកណាគិតរករឿងទៀតគុំបន្ទោសខ្ញុំថាផ្ទះខ្ញុំមានដីទំនេរអាចផ្ទះខ្ញុំក៏មានដែរផ្ទះខ្ញុំក៏មានដែរមានច្បាប់ទៀតចៅហ្វូគុយនិងចៅឈៀងប្រាក់ដែលគេជំពាក់ភូមិខ្ញុំមិនទា1សេនតែប្រាក់ដែលគេជំពាក់ខ្ញុំនឹងទាមិនមែនឥឡូវទេពេលក្រោយអ្នករាល់គ្នាធ្វើសាក់សីយើងទាំងអស់គ្នាធ្វើសាក់យកព្រម3ថ្ងៃក្រោយភូមិបៃស៊ួយប្រស្រែកដាក់ជ្រូកដំបងគេនៅភូមិបៃស៊ួយសង់រួចលីវសឿនសប្បាយចិត្តរហូតដល់យំសៀវយាយជ្រូកនេះលក់ប៉ុន្មានយន់1គីឡូ60អញ្ចឹងជ្រូកមួយជុំនេះលក់បានប៉ុន្មាន20ក្បាលគិត1ក្បាល200គីឡូ1ក្បាល12000 20ក្បាល240,000ខ្ញុំចិញ្ចឹមជ្រូក20ឆ្នាំហើយឆ្នាំល្អបំផុតរកបានតែ2-30000ប៉ុណ្ណោះដំណឹងរាលដាលអ្នកភូមិមករកខ្ញុំទាំងខ្ញុំទៅណែនាំផ្ទះមួយជោគជ័យអ្នកត្រូវជួយពួកយើងចូលមកជ្រូកខ្មៅចំនួនទីផលិតសាច់ជ្រូកថ្នាក់ចែកចាយចាំងឡាវប៉ាមកដោយខ្លួនឯងលោកចេនខ្ញុំធ្វើចំនួនសាច់ជ្រូក20ឆ្នាំលើកទី1ហើយដែលឃើញស្រែកជ្រូកគ្មានការបញ្ចេញគ្មានការបំផុសហើយក៏គ្មានក្លិនស្អុយនេះជាបច្ចេកទេសអ្វីបង្កាត់មីក្រូអេកូចាំងឡាវប៉ាសាកល្បងសាច់នេះជាសាច់ជ្រូកខ្មៅស្ងោរជាមួយចង្ក្រានអស់ក្លិនក្រអូបនេះខ្ញុំមិនដែលញ៉ាំសាច់ជ្រូកឆ្ងាញ់នេះជាជ្រូកអ្វីកូនកាត់រវាងឌូរ៉ុបនិងជ្រូកខ្មៅក្នុងស្រុកចិញ្ចឹមលើក្រែបង្កាត់នៅសល់ប៉ុន្មានទៀតឥឡូវស្តុកបាន3-400ក្បាលយកទាំងអស់1គីឡូ70យន់សៀវយួនបើអូនមិនបានត្រឡប់មកវិញទេភូមិយើងច្បាស់ជាវិនាសអស់ហើយសៀវយ៉ានអូនជាអ្នកមានគុណរបស់ភូមិយើងយាយអ៊ំកុំថាអញ្ចឹងខ្ញុំមិនមែនជាអ្នកមានគុណអ្វីទេខ្ញុំគ្រាន់តែជាអ្នកចិញ្ចឹមជ្រូកប៉ុណ្ណោះជ្រូកខ្មៅចំនួនដំបូងរបស់ខ្ញុំលក់បាន140,000យន់3ខែក្រោយភូមិទាំងពីរបង្កើតសហគមន៍ចិញ្ចឹមជ្រូកខ្មៅភូមិបៃស៊ុយសហគមន៍ចិញ្ចឹមជ្រូកខ្មៅភូមិហុងកើបានបង្កើតជាផ្លូវការផ្ទះប្រជាជនត្រូវបានយុវជនដែលទៅធ្វើការរាល់ថ្ងៃខ្ញុំបើកបង្រៀនបច្ចេកទេសចិញ្ចឹមនៅម៉ោង5រៀនទី1ថ្ងៃនេះគឺក្រែបង្កាត់ជ្រូកមិនចេះនិយាយទេប៉ុន្តែវាប្រាប់អ្នកគ្រប់យ៉ាងវាស៊ីបាយប៉ុន្មានហឹកទឹកប៉ុន្មានចេះអាចអីនំអីសុទ្ធតែជាពាក្យអ្នកត្រូវចេះស្ដាប់ចាំងហ្វួយត្រឡប់មកដល់ហើយនៅឯណាហ្វួយឯងធ្វើអីហ្នឹងអញ្ចឹងមានរឿងអីមិនអាចនិយាយគ្នាល្អបានអញក្រាបសំពះអ្នកណានឹងមិនដឹងទេមានរឿងអីហ្នឹងសៀវយ៉ានបងខុសហើយបងខុសពិតមែនវ៉ាងខៃបោកបងគាត់ថាឲ្យបង2លានយន់ឲ្យបណ្ដេញអូនចេញចប់ហើយគាត់មិនបានឲ្យ1សេនទេសៀវយ៉ានបងរត់ទៅក្រៅលុយក៏ត្រូវគេបោកអស់អូនអត់ទោសឲ្យបងម្ដងបងនឹងធ្វើគ្រប់យ៉ាងដើម្បីសងគុណអូនអញភ្លេចអ្វីដែលអញធ្លាប់ធ្វើអស់ហើយឬហា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 បងខុសហើយបងខុសពិតមែនសៀវសៀវអូនក្រុងធ្វើម៉េចគាត់មានដៃមានជើងមិនអត់ស្លាប់ទេប៉ុន្តែស្ថានជ្រូកភូមិបៃស៊ុយគ្មានចំណែកជាមួយគាត់ទេខ្ញុំដឹងថាផ្លូវនេះមិនងាយស្រួលទេប៉ុន្តែខ្ញុំចង់ប្រាប់អ្នករាល់អ្នកបន្តទៅមុខអ្នកប្រកាសជាអាចសម្រេចក្តីស្រមៃរបស់អ្នកបាននៅទីនេះខ្ញុំសូមអរគុណអស់អ្នកដែលគាំទ្រខ្ញុំអរគុណអ្នកទាំងអស់គ្នាអូហា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 សៀវជីវអញថាឆ្នាំក្រោយយើងរកបានប៉ុន្មានបើអាចបន្ថែមបាន1000ក្បាលឆ្នាំក្រោយចំណូលគួរតែដល់50លានសៀវបងសូមជូនអូន1កែវខ្ញុំលីឡូសួនរស់ជាង60ឆ្នាំមិនដែលគោរពអ្នកណាតែខ្ញុំគោរពអូនពូលីកុំនិយាយបែបនេះខ្ញុំមិនមែនជាមនុស្សខ្ញុំគ្រាន់តែជាអ្នកចិញ្ចឹមជ្រូកសៀវយ៉ានអូនស្ដាយទេស្ដាយដែលត្រឡប់មកវិញទេមិនស្ដាយទេ